ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថាលោកចង់ឲ្យសមាភាគីអាមេរិកលោក Donald Trump ចូលរួមកិច្ចចរចាសន្តិភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងប្រទេសទួរគីលោក Zelensky អះអាងថាលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាដោយផ្ទាល់និងជាក់ស្ដែងជាមួយលោក Putin ដោយលោកបន្ថែមថាអ៊ុយក្រែនតែងតែគាំទ្រការទូតខ្ញុំត្រៀមខ្លួនរួចជាស្រេចនៅក្នុងប្រទេសទួរគីលោកបានបញ្ជាក់ថាលោកនឹងចូលរួមហើយចង់ឲ្យលោកត្រាំនៅទីនោះដែរដើម្បីចរចាដោយផ្ទាល់ជាមួយលោកពូទីនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃច័ន្ទថាលោកកំពុងពិចារណាអំពីការធ្វើដំណើរទៅកាន់ប្រទេសទួរគីសម្រាប់កិច្ចចរចាសន្តិភាពដែលអាចកើតមានរវាងអ៊ុយក្រែននិងរុស្ស៊ីនាសប្តាហ៍នេះប៉ុន្តែវិមានគ្រីមឡាំងមិនទាន់ប្រកាសជាផ្លូវការថាតើលោក Vladimir Putin នឹងចូលរួមដែរឬទេហើយលោក Putin ប្រាប់ថាចង់ឲ្យមន្ត្រីអ៊ុយក្រែនជួបមន្ត្រីរុស្ស៊ីនៅថ្ងៃប្រហ័សស្អែកនេះមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់និងរាប់លាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះចាប់តាំងពីផ្ទុះសង្គ្រាមកាលពីខែកុម្ភៈឆ្នាំ2022ហើយពេលនេះកងទ័ពរបស់ទីក្រុងមូស្គូគ្រប់គ្រងនៅតំបន់ប្រមាណ 1/5 នៃប្រទេសនេះរួមទាំងឧបទ្វីបគ្រីមៀដែលបានបញ្ចូលនៅក្នុងឆ្នាំ2014